កំពុងតែមានអារម្មណ៍ធុញហើយអត់មានអារម្មណ៍ចង់រៀនទេអត់ This video is for you វីដេអូនេះគឺសម្រាប់បងប្អូនទាំងអស់គ្នាហើយក៏ប៉ុន្តែអានឹងគឺជាធម្មជាតិដែលថាយើងតែងតែមានអារម្មណ៍ពេលខ្លះអត់ចង់រៀនពេលខ្លះខ្ជិលតែអញ្ចឹងណាពេលខ្លះក៏វាហត់ខ្លាំងពេកពេលខ្លះវា stress ទៅនឹងការរៀននឹងអញ្ចឹងទៅអញ្ចឹងបើដឹងថាខ្លួនឯងហត់សម្រាប់ប៉ុន្តែពេលដែលសម្រាប់ហើយយើងនឹងធ្វើអីតទៀតអញ្ចឹងខ្ញុំបានកត់ចំណុចដែលខ្ញុំនឹងនិយាយនៅក្នុងវីដេអូនឹងផងដែរដោយសារខ្ញុំក៏ធ្លាប់មានអារម្មណ៍ធុញនៅក្នុងការរៀនដែរអញ្ចឹងអាចថាស្ដាប់វីដេអូនឹងហើយក៏លោមានកម្លាំងចិត្តទៅរៀនវិញបានមួយថ្ងៃពីរថ្ងៃវិញដែរអញ្ចឹងទៅអញ្ចឹងទីមួយគឺត្រូវតែសម្អាតទីធ្លារៀនឲ្យស្អាតតែម្ដងព្រោះមានពាក្យអង់គ្លេសមួយដែលគេនិយាយថា clean space clean mind ហ្មងណាទីធ្លានឹងស្អាតកន្លែងនឹងស្អាតយើងក៏មានអារម្មណ៍ល្អនៅក្នុងការរៀនដែរហើយពេលដែលយើងរៀននឹងអាចបើកតន្ត្រីស្ដាប់ពេលដែលយើងកំពុងតែរៀនប្រើក៏បានដែរ for me សម្រាប់ខ្ញុំហ្មងតន្ត្រីជួយខ្ញុំបានច្រើនខ្លាំងមែនទែនតែមិនមែនស្ដាប់បទចម្រៀងទេណាព្រោះតែកាលណាខ្ញុំមានអារម្មណ៍ថាបើខ្ញុំស្ដាប់បទចម្រៀងដឹងតែច្រៀងទៅតាមបទចម្រៀងហ្នឹងហើយប៉ុន្តែបើខ្ញុំស្ដាប់ជា music របៀប piano music ឬក៏បើកវីដេអូដែល study with me ណាឧទាហរណ៍គេកំពុងតែរៀនហើយគេថតឲ្យយើងមើលការរៀនរបស់គេនឹងអីចឹងណាចឹងទៅមានអារម្មណ៍ដូចថាខ្លួនឯងចង់រៀនហើយចង់រៀបចំកន្លែងរៀនឲ្យស្អាតដូចទៅតាមវីដេអូនឹងអីចឹងទៅខ្ញុំដាក់វីដេអូជា example មួយឲ្យមើល guys ចឹងក្នុងវីដេអូដែលគេរៀនហ្នឹងគេមានតន្ត្រីនៅក្នុងនឹងទៀតដែលធ្វើឲ្យយើងពេលដែលយើងស្ដាប់តន្ត្រីហើយវាអាច calm ចិត្តរបស់យើងឲ្យវាល្អវារៀងស្រឡះតិចហើយអាចចាប់ផ្ដើមអង្គុយរៀនបានអញ្ចឹងធ្វើម៉េចឲ្យទីធ្លាដែលខ្លួនឯងកំពុងតែរៀននឹងស្អាតសិនតែទីធ្លាស្អាតហើយចិត្តយើងក៏ស្រឡះទៅតាមនឹងដែរប៉ុន្តែបើកន្លែងរៀនយើងអញញ៉ៃចិត្តយើងក៏វារៀងស្មុគស្មាញចឹងរៀនក៏វាអត់មានអារម្មណ៍ក្នុងការរៀនដែរបើកន្លែងអាខិចហ្នឹងអញ្ចឹងធ្វើម៉េចសម្អាតទីធ្លាកន្លែងរៀនរបស់ខ្លួនឯងឲ្យស្អាតជាប្រចាំហ្មងអាចថាដាក់គោលដៅទៅរៀបចំការភាគទៅពេលភ្ញាក់ពីគេងរៀបចំកន្លែងរៀនមុនពេលចូលគេងរៀបចំកន្លែងរៀនអញ្ចឹងទៅកាលណាកន្លែងរៀនស្អាតទោះអត់បានរៀនណាក៏បានអង្គុយនៅកន្លែងរៀនហ្នឹងក៏មានអារម្មណ៍ថាល្អដែរចំណុចទី2ពេលដែលដឹងថាខ្លួនឯងបាត់បង់អារម្មណ៍នៅក្នុងការរៀនណាចាប់ផ្ដើមសរសេរគោលដៅខ្លួនឯងឡើងវិញថាហេតុអីបានជាត្រូវខិតខំប្រឹងប្រែងរៀនសូត្រនឹងតើយើងរៀននឹងដើម្បីគេដើម្បីឪពុកម្ដាយរបស់យើងដើម្បីអនាគតរបស់យើងខ្លួនឯងឬក៏ដើម្បីអាជីពការងាររបស់យើងនៅពេលអនាគតសម្រាប់ខ្ញុំហ្មងតាំង3ហេតុផលហ្នឹងតែម្ដងពេលដែលខ្ញុំមានថ្នាក់ទី12ហ្នឹងប៉ាម៉ាក់ខ្ញុំគាត់មកប្រាប់ថាប៉ាម៉ាក់ដែរបាននីតិអេអញ្ចឹងកូនកុំភ្លេចយកនីតិអេឲ្យប៉ាម៉ាក់ផងណាដោយសារតែពាក្យហ្នឹងគឺខ្ញុំសរសេរ note មួយសម្រាប់ខ្លួនឯងហ្មងថាម៉ាក់ប៉ាមិនបាច់បារម្ភទេខ្ញុំនឹងយកនីតិអេឲ្យអ្នកទាំងពីរឲ្យបានអញ្ចឹងគ្រាន់តែពាក្យមួយម៉ាត់ហ្នឹងណាអាចឲ្យខ្ញុំសុខចិត្តអត់ដេកដើម្បីខិតខំប្រឹងប្រែងរៀនយកនីតិអេហ្នឹងអាចថាមួយថ្ងៃដេក3ម៉ោងហាក់ស្គាល់ពេលខ្លះស្គាល់ចិត្តដេកលើពុកឯកាយដេកទៅលើតុរៀនហ្នឹងហ្មងហូរទឹកមាត់ពេញសភៅជូតទឹកមាត់ចេញរៀនតដេកមួយដេកពេលណាដេកពេលហ្នឹងភ្ញាក់ពីដេកពេលណារៀនតពេលហ្នឹងអាហ្នឹងសម្រាប់ខ្ញុំហ្មងដោយសារតែពាក្យមួយឃ្លាមួយម៉ាត់ហ្នឹងឯងគឺម៉ាក់ប៉ាមិនបាច់បារម្ភទេខ្ញុំនឹងយកនីតិអេឲ្យអ្នកទាំងពីរឲ្យបានហើយពេលដែលខ្ញុំមានអ្នកទី12ហ្នឹងដោយសារខ្ញុំចង់បានអាហារូបករណ៍ខ្ញុំអត់ចង់ចំណាយលុយបោកពុកម្ដាយរបស់ខ្ញុំនៅក្នុងការបន្តការសិក្សាទេនិយាយទៅគឺវាថាចង់ independent ខ្លួនឯងអញ្ចឹងណាអញ្ចឹងបើខ្ញុំចង់បែបហ្នឹងខ្ញុំដឹងថាខ្ញុំត្រូវយកអាហារូបករណ៍ឲ្យបានអញ្ចឹងដើម្បីអាចឲ្យខ្ញុំយកអាហារូបករណ៍គឺខ្ញុំត្រូវចំទេអេហើយសម្រាប់ខ្ញុំពេលហ្នឹងខ្ញុំដាក់គោលដៅថាអាហារូបករណ៍បើបាន70%ក៏ខ្ញុំអត់យក80%ក៏ខ្ញុំអត់យក90%ក៏ខ្ញុំអត់យកដែរតោះតែអាហារូបករណ៍ហ្នឹង100%ទើបខ្ញុំយកដោយសារអីខ្ញុំអត់ចង់ចំណាយលុយឪពុកម្ដាយរបស់ខ្ញុំទៅលើការសិក្សារបស់ខ្ញុំទៀតទេដោយសារយើងចង់ឯករាជ្យខ្លួនឯងអញ្ចឹងណាអញ្ចឹងខ្ញុំដឹងខ្លួនឯងច្បាស់ថាខ្ញុំចង់បានអាហារូបករណ៍100%បើខ្ញុំពិតជាចង់បានអាហារូបករណ៍100%តោះតែខ្ញុំខិតខំប្រឹងប្រែងរៀនហើយយកនីតិអេឲ្យបានព្រោះតែអត់បាននីតិអេទេពិបាកក្នុងការទទួលបានអាហារូបករណ៍100%អញ្ចឹងគ្រាន់តែពាក្យមួយម៉ាត់ហ្នឹងណាធ្វើឲ្យខ្ញុំមានកម្លាំងចិត្តពេញបុកនៅក្នុងការទៅរៀនវិញព្រោះដោយសារអីដោយសារតែខ្ញុំត្រូវយកអាហារូបករណ៍100%ឲ្យបានហើយពេលដែលខ្ញុំរៀនហ្នឹងណាពេលដែលខ្ញុំកំពុងតែរៀនទី12ហ្នឹងពិបាកខ្លាំងមែនតើសម្រាប់ខ្ញុំដោយសារពេលហ្នឹងសម័យកាល COVID អញ្ចឹងខ្ញុំអត់ដឹងថាតិចខ្ញុំរៀនទៅក្រសួងអត់ប្រឡងទៅពេលហ្នឹងឡើងធ្លាក់ដៃទៅដល់លេខ20ប៉ុន្តែក៏ខ្ញុំចាប់ផ្ដើមគិតឡើងវិញថាទោះក្រសួងអត់ប្រឡងក៏ at least ខ្ញុំយកចំណេះដឹងទាំងអស់ហ្នឹងទៅប្រឡងយកអាហារូបករណ៍ដែរព្រោះពេលហ្នឹងឆ្នាំ2020ក្រសួងអត់ប្រឡងបាក់ឌុបទេប៉ុន្តែ2021ក្រសួងប្រឡងហើយឆ្នាំដែលខ្ញុំប្រឡងហ្នឹងគឺឆ្នាំ2021ហ្នឹងហើយចឹងចេះតែមានគំនិតគិតថាទីក្រសួងអត់ប្រឡងដូចឆ្នាំ2020អីចឹងទៅប៉ុន្តែជាក់ស្ដែងយើងប្រឹងដើម្បីគោលដៅរបស់យើងគឺទី1អាហារូបករណ៍ដើម្បីខ្ញុំខ្លួនឯងហើយទី2ដើម្បីប៉ាម៉ាក់ព្រោះគាត់ថាគាត់ដែរបានទេអញ្ចឹងកុំភ្លេចយកឲ្យប៉ាម៉ាក់ផងប៉ាម៉ាក់កុំបារម្ភកូននឹងយកនីតិអេហ្នឹងឲ្យអ្នកទាំងពីរបានគ្រាន់តែពាក្យមួយម៉ាត់ហ្នឹងគឺមានកម្លាំងចិត្តពេញបុកនៅក្នុងការរៀនវិញតែម្ដងចឹងឥឡូវនេះគឺខ្ញុំសូមណែនាំតាក់ទងទៅនឹងវគ្គបរិញ្ញាភាសាអង់គ្លេសរបស់ខ្ញុំបច្ចុប្បន្ននេះគឺខ្ញុំមានបើកវគ្គបរិញ្ញាភាសាអង់គ្លេសតាមអនឡាញដែលខ្ញុំមានផ្ដោតទៅលើការនិយាយការស្ដាប់ថ្នាក់វិជ្ជាករថ្នាក់ភាសាអង់គ្លេសកម្រិតទូទៅដែលយើងមានតាំងពីកម្រិតសម្រាប់បងឬក៏បងប្អូនដែលអត់ទាន់ចេះអីសោះកម្រិតដំបូងនិយាយទៅគឺគ្រប់កម្រិតតែម្ដងមួយវិញទៀតយើងក៏មានថ្នាក់ពិសេសបានន័យថាថ្នាក់គ្រូមួយសិស្សមួយផងដែរចំពោះការសិក្សានៅក្នុងថ្នាក់វិញគឺយើងនឹងរៀនតាមរយៈ Google Meet មួយវិញទៀតដែរបើបងប្អូនទាំងអស់គ្នាចុះឈ្មោះចូលរៀនវគ្គផ្ដោតទៅលើការនិយាយការស្ដាប់ហ្នឹង
គឺយើងនឹងផ្ដោតទៅលើការនិយាយសុទ្ធតែម្ដងនិយាយទៅ30នាទីដំបូងយើងនឹងមានការសន្ទនាជាមួយគ្រូជាមួយនឹងសិស្សានុសិស្សគ្នាឯងនៅក្នុងថ្នាក់មួយហ្នឹងមួយវិញទៀត30នាទីក្រោយគឺបងប្អូនទាំងអស់គ្នានឹងរៀនមេរៀនការសន្ទនាសុទ្ធតែម្ដងហើយចំពោះថ្នាក់វិជ្ជាករវិញគឺយើងនឹងរៀនពីវិជ្ជាករទាំងការទាំង12ក៏ដូចជា conjunction និយាយទៅគឺគ្រប់វិជ្ជាករទាំងអស់បន្ទាប់មកយើងក៏មានការអនុវត្តជាក់ស្ដែងដែរហើយក៏មាន homework ដូចគ្នាអញ្ចឹងបន្ទាប់ពីបងប្អូនទាំងអស់គ្នាធ្វើ homework ហើយគឺបងប្អូនទាំងអស់គ្នាអាចតម្លាក់នៅក្នុង group ដោយដែលបងប្អូនទាំងអស់គ្នាបានឃើញនៅក្នុង Telegram នេះដូចគ្នានិយាយទៅទៅនឹងថ្នាក់ភាសាអង់គ្លេសកម្រិតទូទៅឧទាហរណ៍មួយដូចជាថ្នាក់មូលដ្ឋានគ្រឹះអញ្ចឹងនៅក្នុងថ្នាក់ហ្នឹងបងប្អូនទាំងអស់គ្នារៀនទាំងវិជ្ជាកររៀនទាំងការសន្ទនាដែរប៉ុន្តែគ្រាន់ថាកម្រិតមូលដ្ឋានគ្រឹះអញ្ចឹងវាកម្រិតទីតិចផងដែរអញ្ចឹងនៅក្នុងហ្នឹងគឺយើងមាន homework យើងមានការសន្ទនាអីទូទៅដូចថ្នាក់ធម្មតាចឹងកែប៉ុន្តែគ្រាន់ថាយើងរៀនប្រើតាមសម័យទំនើបគឺសម័យ technology ផងដែរបើនិយាយទៅទៅនឹងតម្លៃក្នុងការសិក្សាវិញគឺត្រឹមតែ$10ទេក្នុងមួយខែសម្រាប់50នាក់ដំបូងចំពោះតម្លៃធម្មតាគឺ$20ក្នុងមួយខែមួយវិញទៀតសម្រាប់ថ្នាក់ពិសេសដែលជាថ្នាក់មួយដែលយើងផ្ដោតទាំងទៅលើ4ផ្នែកទៅលើភាសាអង់គ្លេសហ្មងទាំង listening speaking writing ហើយនិង reading ហ្នឹងតែដើម្បីឲ្យបងប្អូនទាំងអស់គ្នាចូលរៀនថ្នាក់ពិសេសនេះបានគឺតម្រូវឲ្យបងប្អូនទាំងអស់គ្នាត្រូវធ្វើ test សិនដើម្បីឲ្យយើងរៀបចំមេរៀនទៅតាមកម្រិតភាសាអង់គ្លេសរបស់បងប្អូនទាំងអស់គ្នាហើយចំពោះតម្លៃសម្រាប់ថ្នាក់ពិសេសមួយនេះគឺតម្លៃត្រឹមតែ$200ក្នុងមួយខែតែប៉ុណ្ណោះចឹងសម្រាប់ព័ត៌មានបន្ថែមទាក់ទងទៅនឹងការរៀនភាសាអង់គ្លេសតាមអនឡាញនេះបងប្អូនទាំងអស់គ្នាអាចទំនាក់ទំនងតាមលេខទូរស័ព្ទមួយនេះឬក៏ Telegram ខ្ញុំដោយផ្ទាល់ក៏បានដែរអញ្ចឹងបើពេលខ្លះបងប្អូនទាំងអស់គ្នាសរសេរគោលដៅរបស់ខ្លួនឯងហើយប៉ុន្តែយើងភ្លេចគោលដៅទាំងអស់ហ្នឹងណាអញ្ចឹងគ្រាន់តែយកគោលដៅទាំងអស់ហ្នឹងយកមកអានវាឡើងវិញទៅប៉ុន្តែបើយើងឃើញថាចុំអីដែលយើងសរសេរហ្នឹងដូចវាអានហើយនៅតែអត់មានកម្លាំងចិត្តសរសេរថ្មីសរសេរធ្វើម៉េចឲ្យគោលដៅហ្នឹងយើងអានហើយមានកម្លាំងចិត្តពុះកញ្ចូលនៅក្នុងការទៅរៀនហ្មងណាបើគោលដៅហ្នឹងអានហើយអត់មានកម្លាំងចិត្តពុះកញ្ជ្រោលអាហ្នឹងគឺសរសេរអត់តន់ត្រូវទេសរសេរខុសហើយវាអត់តន់ធំណាអញ្ចឹងសរសេរធ្វើម៉េចគ្រាន់តែយើងអានគោលដៅទាំងអស់ហ្នឹងហើយមានកម្លាំងចិត្តពុះកញ្ចូលទៅក្នុងការរៀនសូត្រហ្មងទី3គឺចាប់ផ្ដើមរៀនដាក់គូតអង្គុយចុះហើយរៀនហ្មងមិនបាច់គិតអីច្រើនទៀតទេចាគឺដាក់គូតអង្គុយចុះហើយរៀនចង់អានសៀវភៅអានចង់រៀនរូបរៀនចង់រៀនគីមីគឺរៀនចាប់ផ្ដើមទៅរៀនទៅ5នាទីហ្នឹងក៏អានថារៀនដែរនិយាយទៅចាប់ផ្ដើមពីអីតូចៗសិនអាចថាចាប់ផ្ដើមពីមុខវិជ្ជាដែលខ្លួនឯងស្រឡាញ់បំផុតក៏បានដែរបើស្រឡាញ់រូបធ្វើរូបមុនគេទៅបើស្រឡាញ់ខ្មែររៀនពីខ្មែរសិនរៀនខ្មែរនឹងចប់ហើយចាំចាប់ផ្ដើមសម្រាប់10នាទីសម្រាប់10នាទីហើយបានចាប់ផ្ដើមរៀនមេរៀនអីតទៀតអីចឹងទៅចុងឯដែលត្រូវធ្វើគឺដាក់គូតអង្គុយចុះហើយចាប់ផ្ដើមរៀនហ្មងហើយចាប់ផ្ដើមសរសេរទៅថា to do listថ្ងៃហ្នឹងទៅរៀនមុខវិជ្ជាខ្លះរៀនខ្មែរហើយរៀនអីគេទៀតអាចរៀនគណិតហើយរៀនអីគេទៀតរៀនគណិតហើយសម្រាប់10នាទីរៀនជីវៈតទៀតអីចឹងទៅអញ្ចឹងដាក់គូតអង្គុយចុះហើយចាប់ផ្ដើមរៀនឥឡូវនេះព្រាមទៅបើចាប់ផ្ដើមមើលវីដេអូហ្នឹងហើយកំពុងតែមានកម្លាំងចិត្តបិទវីដេអូហ្នឹងទៅហើយចាប់ផ្ដើមអង្គុយសរសេរអក្សរអង្គុយរៀនទៅតាមទម្លាប់របស់គ្នាយើងទៅបងប្អូនអ្នកគ្នាត្រូវដឹងថាកម្លាំងចិត្តពេលខ្លះវាជួយយើងបានតែមួយផ្លែតទេពេលដែលមានកម្លាំងចិត្តរៀនអីចឹងទៅពេលអត់កម្លាំងចិត្តអត់រៀនវិញប៉ុន្តែកម្លាំងចិត្តហ្នឹងឯងដែលវាជួយយើងពេលដែលមានកម្លាំងចិត្តហ្នឹងប្រឹងរៀនឲ្យអស់ពីសមត្ថភាពរបស់ខ្លួនឯងទៅពេលយើងប្រឹងរៀនរាល់ថ្ងៃរៀនយូរៗទៅអាកម្លាំងចិត្តទាំងអស់ហ្នឹងអាការដែលយើងរៀនរាល់ថ្ងៃហ្នឹងវានឹងក្លាយទៅជាទម្លាប់ហើយតែកាលណាវាជាទម្លាប់យើងនឹងបានវាថាវាជាវិន័យមួយសម្រាប់ខ្លួនឯងដែលថាត្រូវតែរៀនរាល់ថ្ងៃទោះបីជាអត់ចង់រៀនក៏ត្រូវតែរៀនដែរ at least មួយថ្ងៃ5នាទីឬក៏មួយថ្ងៃ1ម៉ោងទៅតាមការដែលយើងកំណត់ឲ្យខ្លួនឯងនឹងអញ្ចឹងធ្វើម៉េចរៀនរហូតដល់វាខ្លាយជាទម្លាប់ហ្មងណាព្រោះបើយើងរៀនទៅតាមកម្លាំងចិត្តមនុស្សយើងគឺចាពេលខ្លះគឺអត់មានកម្លាំងចិត្តក្នុងការរៀនទេអញ្ចឹងធ្វើម៉េចឲ្យវាខ្លាយទៅជាទម្លាប់ហ្មងហើយបើដឹងខ្លួនឯងថាអូថ្ងៃនេះខ្ញុំអត់មានកម្លាំងចិត្តនៅក្នុងការរៀនទេអញ្ចឹងតែខ្ញុំត្រូវធ្វើម៉េចដើម្បីឲ្យមានកម្លាំងចិត្តក្នុងការរៀនសួរខ្លួនឯងទៅរាល់ដងពេលមានកម្លាំងចិត្តនៅក្នុងការរៀនធ្វើខ្លះអាចថាទៅមើលវីដេអូ search បងជាប់ប្រទេស A ទៅមើលវីដេអូគេទទួលបានអាហារូបករណ៍ទៅសប្បាយចិត្តចង់បានដូចគេដែរពេលហ្នឹងឯងដែលមានកម្លាំងចិត្ត sell វីដេអូនឹងទុកមើលហ្មងឲ្យតែពេលដឹងថាខ្លួនឯងអត់កម្លាំងចិត្តទៅមើលវីដេអូដែលគេទទួលបានអាហារូបករណ៍ទៅមើលវីដេអូដែលគេរៀនបែបសបាយអីចឹងទៅយើងមានកម្លាំងចិត្តពុះកញ្ជ្រោលអញ្ចឹងមើលវីដេអូហ្នឹងទៅចំណុចទី4ត្រូវតែគិតវិជ្ជមានជាប្រចាំហើយរាប់អានសិស្សអ្នកដែលចូលចិត្តរៀនដូចគ្នានេះគឺចំណុចសំខាន់ហ្មងព្រោះពេលដែលខ្ញុំរៀនអ្នកទី12ហ្នឹងអាចថាតាំងពីដើមមកគឺខ្ញុំមានមិត្តភ័ក្តិសិតតែអ្នករៀនហ្មងអញ្ចឹងពួកគាត់អត់ដែលនាំខ្ញុំទៅធ្វើអីប្រេះផ្ដាស់ទេបានន័យថាអូខេអ្នករៀនគឺនៅតែលេងហាត់កស៊ូនៅតែមើលរឿងនៅតែលេងហ្គេមដូចគ្នាតែគ្រាន់តែថាគេបែងចែកពេលវេលាបានច្បាស់លាស់ពួកគាត់អត់ដែលបបួលខ្ញុំទៅធ្វើរឿងអីដែលរំខានដល់ការសិក្សារបស់ខ្ញុំវិញនិយាយទៅនៅពេលដែលពួកខ្ញុំរៀនគឺដឹងតែរៀនហ្មងពេលដែលគ្នាយើងមានមិត្តភ័ក្តិជាសិស្សបកាយឬក៏មិត្តភ័ក្តិជាអ្នកដែលរៀនណាពេលតនេគឺដឹងតែទេសួយអាឡូលីសាតនេតោះទៅផ្ទះមិត្តភ័ក្តិនេះតោះទៅផ្ទះមិត្តភ័ក្តិនោះធ្វើលំហាត់អីចឹងទៅហើយមានវិញ្ញាសាអីដឹងតែគេចែករំលែកមកយើងរហូតហើយបើថា friend Facebook ឬក៏ following របស់បងប្អូនអ្នកគ្នាក្នុង IG ក្នុង TikTok អី follow តអ្នករៀនណាគេផុសតែវីដេអូរឿងរៀនពេលដែលបងប្អូនអ្នកគ្នាមើលដឹងតែមានកម្លាំងចិត្តក្នុងការរៀនរហូតមកដូចជាខ្ញុំអញ្ចឹងពេលដែលខ្ញុំកំពុងតែរៀនអញ្ចឹងខ្ញុំ add friend ទៅអ្នកណាដែលចូលចិត្តរៀនដូចគ្នាអញ្ចឹងណាអញ្ចឹងឲ្យតែពេលគាត់ add story ឬក៏គាត់ post អីហ្នឹងគាត់តែ post ទៅនឹងរឿងរៀននេះអញ្ចឹងពេលដែលខ្ញុំ
អង្គុយ scroll អត់រៀនអត់អីតែឃើញគេផុសរឿងរៀនពេលខ្លះមានអារម្មណ៍រអៀងខ្លួនដែរជុំរយៈគេរៀនចាប់លំហាត់នេះគេខិតខំប្រឹងប្រែងសម្រាប់តែខ្ញុំមើលខ្លួនឯងកំពុងតែ scroll ធ្វើអីអត់ប្រយោជន៍រៀងរអៀងខ្លួនដែរអញ្ចឹងក៏ទៅបើកសភៅមើលអញ្ចឹងទៅអញ្ចឹងការគិតវិជ្ជមានហើយការដែលមានមិត្តភ័ក្តិជាសិស្សដែលអ្នករៀនដូចគ្នាហ្នឹងវាជួយបានច្រើនទោះបីពេលខ្លះយើងអត់មានអារម្មណ៍ចង់រៀនទេកំពុងតែមើលរឿងសុកសុកស្រាប់មិត្តភ័ក្តិទេមកអាឡូលីសាតោះទៅរៀនផ្ទះមិត្តភ័ក្តិនេះហីជិះម៉ូតូទៅប្រយអីចឹងទៅអញ្ចឹងនេះគឺជាចំណុចដែលគ្នាយើងអាចធ្វើបាននៅពេលដែលខ្លួនឯងមានអារម្មណ៍ថាធុញក្នុងការរៀនណាប៉ុន្តែដូចនិយាយចឹងវាជារឿងធម្មជាតិរបស់មនុស្សដែលពេលខ្លះមានអារម្មណ៍ខ្ជិលមានអារម្មណ៍ហត់តែសំខាន់ហត់សម្រាប់ប៉ុន្តែបន្ទាប់ពីសម្រាប់ហើយយើងនឹងត្រូវធ្វើអីតទៀតវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងសូមអរគុណសម្រាប់ការទស្សនាហើយសង្ឃឹមថានឹងបានជួបបងប្អូនអ្នកគ្នានៅវីដេអូក្រោយទៀតដែរបាយបាយចឹងឥឡូវនេះគឺខ្ញុំសូមណែនាំតាក់ទងទៅនឹងវគ្គបរិញ្ញាភាសាអង់គ្លេសរបស់ខ្ញុំបច្ចុប្បន្ននេះគឺខ្ញុំមានបើកវគ្គបរិញ្ញាភាសាអង់គ្លេសតាមអនឡាញដែលខ្ញុំមានផ្ដោតទៅលើការនិយាយការស្ដាប់ថ្នាក់វិជ្ជាករថ្នាក់ភាសាអង់គ្លេសកម្រិតទូទៅដែលយើងមានតាំងពីកម្រិតសម្រាប់បងឬក៏បងប្អូនដែលអត់ទាន់ចេះអីសោះកម្រិតដំបូងនិយាយទៅគឺគ្រប់កម្រិតតែម្ដងមួយវិញទៀតយើងក៏មានថ្នាក់ពិសេសបានន័យថាថ្នាក់គ្រូមួយសិស្សមួយផងដែរចំពោះការសិក្សានៅក្នុងថ្នាក់វិញគឺយើងនឹងរៀនតាមរយៈ Google Meet មួយវិញទៀតដែរបើបងប្អូនទាំងអស់គ្នាចុះឈ្មោះចូលរៀនវគ្គផ្ដោតទៅលើការនិយាយការស្ដាប់ហ្នឹងគឺយើងនឹងផ្ដោតទៅលើការនិយាយសុទ្ធតែម្ដងនិយាយទៅ30នាទីដំបូងយើងនឹងមានការសន្ទនាជាមួយគ្រូជាមួយនឹងសិស្សានុសិស្សគ្នាឯងនៅក្នុងថ្នាក់មួយហ្នឹងមួយវិញទៀត30នាទីក្រោយគឺបងប្អូនទាំងអស់គ្នានឹងរៀនមេរៀនការសន្ទនាសុទ្ធតែម្ដងហើយចំពោះថ្នាក់វិជ្ជាករវិញគឺយើងនឹងរៀនពីវិជ្ជាករទាំងការទាំង12ក៏ដូចជា conjunction និយាយទៅគឺគ្រប់វិជ្ជាករទាំងអស់បន្ទាប់មកយើងក៏មានការអនុវត្តជាក់ស្ដែងដែរហើយក៏មាន homework ដូចគ្នាអញ្ចឹងបន្ទាប់ពីបងប្អូនទាំងអស់គ្នាធ្វើ homework ហើយគឺបងប្អូនទាំងអស់គ្នាអាចតម្លាក់នៅក្នុង group ដោយដែលបងប្អូនទាំងអស់គ្នាបានឃើញនៅក្នុង Telegram នេះដូចគ្នានិយាយទៅតទៅនឹងថ្នាក់ភាសាអង់គ្លេសកម្រិតទូទៅឧទាហរណ៍មួយដូចជាថ្នាក់មូលដ្ឋានគ្រឹះអញ្ចឹងនៅក្នុងថ្នាក់ហ្នឹងបងប្អូនទាំងអស់គ្នារៀនទាំងវិជ្ជាកររៀនទាំងការសន្ទនាដែរប៉ុន្តែគ្រាន់ថាកម្រិតមូលដ្ឋានគ្រឹះអញ្ចឹងវាកម្រិតទាបតិចផងដែរអញ្ចឹងនៅក្នុងហ្នឹងគឺយើងមាន homework យើងមានការសន្ទនាអីទូទៅដូចថ្នាក់ធម្មតាចឹងដែរប៉ុន្តែគ្រាន់ថាយើងរៀនប្រើតាមសម័យទំនើបគឺសម័យ technology ផងដែរបើនិយាយទៅតទៅនឹងតម្លៃក្នុងការសិក្សាវិញគឺត្រឹមតែ$10ទេក្នុងមួយខែសម្រាប់50នាក់ដំបូងចំពោះតម្លៃធម្មតាគឺ$20ក្នុងមួយខែមួយវិញទៀតសម្រាប់ថ្នាក់ពិសេសដែលជាថ្នាក់មួយដែលយើងផ្ដោតទាំងទៅលើ4ផ្នែកទៅលើភាសាអង់គ្លេសហ្មងទាំង listening speaking writing ហើយនិង reading ហ្នឹងតែដើម្បីឲ្យបងប្អូនទាំងអស់គ្នាចូលរៀនថ្នាក់ពិសេសនេះបានគឺតម្រូវឲ្យបងប្អូនទាំងអស់គ្នាត្រូវធ្វើ test សិនដើម្បីឲ្យយើងរៀបចំមេរៀនទៅតាមកម្រិតភាសាអង់គ្លេសរបស់បងប្អូនទាំងអស់គ្នាហើយចំពោះតម្លៃសម្រាប់ថ្នាក់ពិសេសមួយនេះគឺតម្លៃត្រឹមតែ$200ក្នុងមួយខែតែប៉ុណ្ណោះចឹងសម្រាប់ព័ត៌មានបន្ថែមទាក់ទងទៅនឹងការរៀនភាសាអង់គ្លេសតាមអនឡាញនេះបងប្អូនទាំងអស់គ្នាអាចទំនាក់ទំនងតាមលេខទូរស័ព្ទមួយនេះឬក៏ Telegram ខ្ញុំដោយផ្ទាល់ក៏បានដែរចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងសូមអរគុណសម្រាប់ការទស្សនាហើយសង្ឃឹមថានឹងបានជួបបងប្អូនទាំងអស់គ្នាឆាប់ៗនៅក្នុងថ្នាក់រៀនរបស់ខ្ញុំបាយបាយ